Bậc nhung chia provider nhưng cho pôn này khác bậc nhung chia dependent agent nhưng thấy cho pôn này khác ta resident nó cho pôn là việc mấy non resident cho pôn là việc mấy nó không này cả đặng chôn tamផលិត contract ជាតិហ្នឹងបងអញ្ចឹង non resident ដាក់សម្បូរ income របស់គាត់គឺតែ Cambodian source income ទេ right Okay welcome back ជាមួយនឹង Cambodian Tax Navigation ជាមួយនឹង episode 2 យើងនឹងបន្តជាមួយនឹង episode 1 ដោយអ្នកទាំងអស់គ្នាបានឃើញហើយយើង episode 1 នេះយើងនិយាយពីប្រកាសនឹងក្តោបទៅលើអីគេខ្លះហើយក៏ដូចជាថាតើអ្នកណាដែលត្រូវ implementation ហើយតើប្រកាសមួយហ្នឹងមានសារៈសំខាន់មិនសម្រាប់អ្នកដែលគាត់ប្រកបអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិហ្នឹងអញ្ចឹង episode 2 នេះយើងនឹងផ្ដោតសំខាន់ក្រុមហ៊ុនប្រភេទណាឬក៏ who is the key player នៅក្នុងប្រកាសមួយនេះហើយយើងនឹងនិយាយdetail តកតងជាមួយនឹង resident ហើយនឹង non resident ក៏ដូចជាយើងនឹងលើកបន្ថែមតកតងជាមួយនឹង permanent establishment មាន key definition ហើយបញ្យល់បន្ថែមដូចគ្នាហើយទី4ហ្នឹងគឺយើងបញ្យល់បន្ថែមស៊ីជម្រៅជាមួយនឹង disbursement ហើយនឹង reimbursement ហើយចុងក្រោយគេយើងប្រហែលជាមានគេហៅថា practical example យកមកបន្ថែមដូចគ្នានៅក្នុង episode 2 នេះអូខេអញ្ចឹងយើងនឹង back ទៅបងពិសិដ្ឋវិញយើងនឹងសុំឲ្យគាត់បញ្យល់បន្ថែម who is the key player នៅក្នុងប្រកាសមួយហ្នឹងអញ្ចឹងហ្នឹងហើយផុត key player មានច្រើនតាមប្រកាសហ្នឹងតែគេបាន list down មួយចំនួនដែលយើងអាចនិយាយបានថាចំណុចអ្នកសំខាន់ណាទី1និយាយពីអ្នកដែលគាត់មានក្រុមហ៊ុនដែលគាត់អាច own vessel របស់គាត់ឬក៏និយាយថាគាត់មានកប៉ាល់ខ្លួនឯងណាបើសិនបើក្រុមហ៊ុននឹងគាត់មានកប៉ាល់ខ្លួនឯងអញ្ចឹងច្បាប់នឹងត្រង់ទៅគាត់តែម្ដងបាទអូខេតែនៅស្រុកខ្មែរយើងវាកម្រនិយាយបងវាកម្រព្រោះយើងមាន port ទូចអូខេអញ្ចឹងកម្រគេមកវិនិយោគផ្ទាល់នៅស្រុកខ្មែររឿងថាគាត់មានកប៉ាល់ខ្លួនឯងតែដល់ឡែកបើគាត់មានកប៉ាល់ខ្លួនឯងគាត់អត់អាចបើគាត់អ្នកមានក្រុមហ៊ុនកប៉ាល់ហើយគាត់អត់មានកប៉ាល់ហើយគាត់ចង់រស់មកស្រុកខ្មែររកស៊ីមួយស្រុកខ្មែរគាត់ត្រូវតែមានដៃគូអញ្ចឹងដៃគូរបស់គាត់យើងអាចបែងចែកទី1គាត់ខ្លួនឯងគាត់មានកប៉ាល់នៅក្រៅប្រទេសតែគាត់ចង់មក register brand នៅស្រុកខ្មែរតែ brand ហ្នឹងអត់អូនកប៉ាល់ទេអត់មានកប៉ាល់ដើម្បីគោលបំណងរបស់គាត់គឺដើម្បី handle លើអាការងារដឹកជញ្ជូនពេលមកដល់ស្រុកខ្មែរហ្នឹងឬក៏ចេញពីស្រុកខ្មែរបាទយើងអាចនិយាយបានថាក្នុងន័យបែបហ្នឹងគឺលក្ខណៈជា PE គាត់អាចជា PE ណាទី2អាចថាគាត់មិន register ជា brand ទេគាត់ register ជា company register តែម្ដងតែជា subsidiary របស់ក្រុមហ៊ុនកប៉ាល់នៅក្រៅប្រទេសអូខេទី3មានក្រុមហ៊ុនមួយចំនួននោះគាត់រកស៊ីស្រុកខ្មែរទៅលើជំនាញហ្នឹងឯងណាលើឧទាហរណ៍គាត់ជា logistic company ណាគាត់អាចคลายខ្លួនជាភ្នាក់ងារអាចថា exclusive ឬក៏ independent agent របស់ក្រុមហ៊ុនកប៉ាល់នៅក្រៅប្រទេសតែអត់ជាប់សាច់ឈាមគ្នាទេអត់មាន related party មួយគ្នាណាច្បាប់ហ្នឹងក៏ត្រង់ទៅពួកគាត់ដែរហើយចំណុចចុងក្រោយជា freight forwarder គាត់ធម្មតាទេអូនគាត់ទិញ freight គាត់លក់ freight មានថាគាត់ទិញspace ក្នុងការដឹកទំនិញទៅក្រៅប្រទេសឬក៏ទិញមកពីដឹកពីក្រៅមកក្នុងវិញហើយគាត់លក់ទៅអតិថិជនគាត់នៅក្នុងប្រទេសបាទអញ្ចឹងច្បាប់កន្លែងហ្នឹងសូមផ្ដោតសំខាន់ថា forwarder កន្លែងហ្នឹងក៏មានចំណុចសំខាន់មួយដែរដែលច្បាប់ហ្នឹងគាត់ focus មានអ្វីថ្មីសម្រាប់ពួកគាត់ដែរអូខេ freight forwarder គាត់អាចរកស៊ីផ្សេងទៀតមិនត្រឹមតែទិញ freight លក់ freight ទេគាត់អាច clearance ណាគាត់អាចខ្លាយទៅជាអ្នកជើងសាគោយើងនិយាយថាជើងសាគោជា clearance company ឬគាត់អាចជាអ្នកដឹកជញ្ជូនក្នុងស្រុកគាត់អាចមានជាអាចជា tracking ឬក៏ជា agent ក្នុងការដែលគាត់អាចរកស៊ីផ្នែកកម្រៃជើងសារក្នុងការដឹកជញ្ជូនក្នុងការនាំចេញនាំចូលក្នុងស្រុកនៅសំទោសការដឹកជញ្ជូនក្នុងស្រុកណាអាហ្នឹងក៏យើង focus ទៅលើច្បាប់មួយនឹងដែរមកពួកគាត់ដែរអញ្ចឹងបើតាមអ្វីដែលបងបញ្យល់មកមានថាអញ្ចឹងអាចថាមាន company ដែលគាត់មានកប៉ាល់ផ្ទាល់គាត់រកស៊ីនៅស្រុកខ្មែរគាត់ចុះជីនៅស្រុកខ្មែរហ្មងអាហ្នឹងក៏តកតងមួយច្បាប់មួយហ្នឹងមួយទៀតអ្នកដែលគាត់ជា foreign company គាត់ចង់មកស៊ីនៅស្រុកខ្មែរ either គាត់រក independent agent ដើម្បីធ្វើការមួយគាត់ឬក៏គាត់ register ជា PE ឬក៏ជា subsidiary company ក៏បានដែរអញ្ចឹងក្នុងន័យនេះមានថាជាប់តាក់ទងជាមួយនឹង resident ហើយនិង non resident ហ្នឹងហើយអូនអញ្ចឹង resident និង non resident សំខាន់បាទអញ្ចឹងសូមឲ្យបងបញ្យល់បន្ថែមចំណុចនេះដែរនៅក្នុង resident និង non resident សំខាន់ណាស់ហេតុអីបានច្បាប់នឹង focus តែទាំង resident និង non resident បាទអូនត្រូវយល់ថា
បើសិនបើច្បាប់នឹងអត់ focus ទៅលើ non resident ទេបាត់ចំណូលរដ្ឋ បាទ ពីមុនមកអ្នករស់ស៊ីនៅក្រៅប្រទេសគាត់មានកប៉ាល់ណាគាត់មានកប៉ាល់គាត់ដឹកមកដល់ស្រុកខ្មែរបន្តមកទៀត agent របស់គាត់ដឹកធ្វើការបន្តដើម្បីឲ្យតំណែងហ្នឹងគាត់យកទៅដល់ដែរអតិថិជនគាត់បានចំណូលដឹកមកដល់ស្រុកខ្មែរគាត់បានចំណូលថ្លៃដឹកជញ្ជូនថ្លៃអីចឹងទៅឬក៏ដឹកចេញទៅវិញគាត់បានចំណូលប៉ុន្តែគាត់អត់មានជាប់ទៅបាទឃើញទេគាត់រកស៊ីផលរបរបាននៅក្នុងស្រុកខ្មែរប៉ុន្តែគាត់នៅក្រៅប្រទេសគាត់អត់មាន register ផង បាទ អញ្ចឹងគាត់ជា non resident ដល់គាត់ជា non resident គាត់បង់ពន្ធវាដូចអត់ fair សម្រាប់ពន្ធ មានន័យថាដឹកដល់តម្លាក់ធ្វើព្រំដែនហើយទៅវិញទៅកន្លែង ហើយគាត់បានលុយ បានបង អាហ្នឹងគាត់អត់ជាប់ពន្ធសោះស្រុកខ្មែរដល់ឡែកអ្នកស្រុកខ្មែរនេះរកស៊ីលើ logistics ដឹកតំណែងពីជាយដែនឬក៏ដឹកចំណេញពីផតមកដល់ដែរទេអញ្ចឹងសិតតែអ្នកជាប់ពន្ធអញ្ចឹងអ្នក non resident កន្លែងនេះច្បាប់ focus ក្នុងការទារពន្ធពីគាត់ អូខេបងអញ្ចឹងដូចបងលើកឡើងមិញបងអាចជួយបញ្យល់បន្ថែមបន្តិចបានទេបងថាតើ resident ហ្នឹងជាប់ពន្ធរបៀបម៉េចហើយ non resident ហ្នឹងជាប់ពន្ធរបៀបម៉េចនៅក្នុងនៃការដឹកជញ្ជូនតាមផ្លូវទឹកអន្តរជាតិហ្នឹងបងបាទជាសំណួរដ៏ល្អដែរជាទូទៅតាមប្រកាសហ្នឹងគេបានបញ្ជាក់ថាបើគាត់ជា resident យើងបងឧទាហរណ៍ចុះងាយ resident ឧទាហរណ៍ក្រុមហ៊ុនដែលគាត់ register នៅស្រុកខ្មែរគាត់ជា branch office ឬក៏គាត់ជា let's say គាត់ជា agent តំណាងដែលគាត់បាន register ស្រុកខ្មែរហ្នឹងគាត់ត្រូវជាប់ប្រភពពន្ធរបស់គាត់គឺប្រភពទាំងក្រៅផងទាំងក្នុងផងអញ្ចឹងមានន័យថា Cambodian source ហើយនិង foreign source អូខេដល់ឡែកសម្រាប់ non resident ដែលបងនិយាយមិញគាត់ជាក្រុមហ៊ុនកប៉ាល់គាត់ជាក្រុមហ៊ុនកប៉ាល់ឧទាហរណ៍ថាក្រុមហ៊ុនកប៉ាល់ហ្នឹងគាត់នៅសិង្ហបុរីអូខេអញ្ចឹងគាត់ត្រូវតែរកស៊ីជាមួយនឹង PE ស្រុកខ្មែរបាទ let's say PE គាត់ជាអីជា branch office ឬក៏ជា subsidiary ឬក៏ជាអីមិននិយាយថា independent agent អូខេគាត់ដឹកជញ្ជូនមកដល់ស្រុកខ្មែរឬគាត់ចាក់ចេញដឹកពីស្រុកខ្មែរទៅសិង្ហបុរីវិញគាត់ទទួលបានចំណូលនោះជាចំណូលប្រភពក្នុងស្រុកណាអញ្ចឹងទៅតាមច្បាប់រឿងប្រកាស405ហ្នឹងនិយាយថាបើគាត់ជា non resident គាត់ទទួលបានប្រភពចំណូល Cambodian source លើការនាំចេញអញ្ចឹងគាត់ត្រូវជាប់ពន្ធប្រភពចំណូលមួយហ្នឹងតែចំណូលក្នុងស្រុកទេចំណូលគេហៅថា Cambodian source ទេសម្រាប់ប្រភពចំណូលគាត់ទទួលបានពីសិង្ហបុរីអីរឿងគាត់អាហ្នឹងអត់មានជាប់ទេតែប្រភពចំណូលដែលគាត់ទទួលបានពីស្រុកខ្មែរគាត់ត្រូវជាប់ពន្ធអូខេបងដោយសារចំណុចមិញនេះបងលើកឡើងតាក់ទងមួយ PE ឬក៏ permanent establishment ដែរអញ្ចឹងចង់ឲ្យបងបញ្យល់បន្ថែមបន្តិចថាតើអ្វីទៅដែលជា PE ឬក៏ permanent establishment នឹងដែលជាប់តាក់ទងជាមួយប្រកាសនឹងគ្នាអញ្ចឹងបងគេថាគាត់ជា non resident គាត់អាចរកស៊ីកើតស្រុកខ្មែរទេបាទពីព្រោះគាត់បានមក register នៅស្រុកខ្មែរហ្នឹងហើយអញ្ចឹងគាត់ត្រូវរកស៊ីតាមរយៈ PE ដែលអូននិយាយមិញថាជា permanent establishment អូខេឬក៏គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងច្បាប់នៅក្នុងប្រកាសគេនិយាយពីគ្រឹះស្ថានអចិន្ត្រៃយ៍ជាអ្នកណាបាទបងអញ្ចឹងគ្រឹះស្ថានអចិន្ត្រៃយ៍គឺជាអ្នកដែលគាត់រកស៊ីទំនាក់ទំនងជាមួយnon resident ហ្នឹងយើងឧទាហរណ៍ថាគាត់ជា branch office របស់ non resident អញ្ចឹងបើគាត់ជា branch office របស់ non resident គេ consider គាត់ថាជា PA អូខេតែពេលគាត់ register ស្រុកខ្មែរណាប៉ុន្តែដោយសារគាត់រកស៊ីជាមួយអ្នកដែលជា non resident ជា agent អញ្ចឹងគាត់ខ្លាយទៅជា PA ឬក៏ permanent establishment ឬក៏គាត់ជា subsidiary ណាគាត់មិន register ជា branch office ទេគាត់ចង់ register ជា subsidiary ហ្នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបរទេសមិញឧទាហរណ៍ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានកប៉ាល់ណានៅសិង្ហបុរីមិញហ្នឹងអញ្ចឹងគាត់ register ហើយគាត់ជាតំណាងរបស់ក្រុមហ៊ុនហ្នឹងគេ consider គាត់ជា PE ដែរអូខេបងនឹងសូមឲ្យច្បាប់កន្លែងហ្នឹងឬក៏គាត់ជា PE ដែរប្រសិនបើគាត់ជា agent អូខេបងអូខេ agent ហ្នឹងមានថាគាត់មិនចាំបាច់ជា branch office របស់គាត់ទេឬក៏មិនបាច់ចាំបាច់ជាក្រុមហ៊ុន register ស្រុកខ្មែរដែលជាម្ចាស់របស់ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមួយហ្នឹងទេគាត់ជា independent គាត់បើកក្រុមហ៊ុនមកហើយគាត់តាក់ទងគេបាទខ្លាយទៅជា exclusive agent អញ្ចឹងគាត់ក៏ត្រូវបាន consider ជា PE ដែរនឹងជាចំណុចសំខាន់របស់ PE នៅចំណុចនេះបាទអញ្ចឹងបន្តទៅទៀតបងតាក់ទងជាមួយនឹង PE យើងបានបកស្រាយហើយអ្វីទៅជា PE ក៏ដូចជាថាតើ
non resident ហើយនឹង resident មានប្រភពចំណូលរបៀបម៉េចជាប់តាក់ទងជាមួយនឹងប្រកាសនឹងដូចគ្នាអញ្ចឹងបាទបន្តទៅទៀតយើងចូលទៅដល់ប្រកាសចូលទៅដល់ចំណុច disbursement ហើយនិង reimbursement ចំណុចនេះដែលសំខាន់ដែរតាក់ទងមួយប្រកាសនេះអញ្ចឹងចង់ឲ្យបងបញ្យល់បន្ថែមថាតើអ្វីទៅដែលជា disbursement ហើយអ្វីទៅដែលជា reimbursement អញ្ចឹងណាបងហ្នឹងហើយអូន first episode ព្យាយាមនិយាយមួយសារតែអត់ទាន់ detail តែឥឡូវយើងនិយាយពី detail របស់ disbursement and reimbursement បាទចំណុចសំខាន់របស់ disbursement យើងត្រូវនិយាយថាការចេញពីកាយប័ត្រជំនួសបាទការចេញពីកាយប័ត្រជំនួសឬក៏ pay on behalf អញ្ចឹងបើយើងនិយាយពី disbursement បើយើងនិយាយពី pay on behalf តោះតែវិក័យប័ត្រហ្នឹងគាត់ចេញទៅឲ្យអតិថិជនរបស់យើងបាទវិក័យប័ត្រចេញទៅឲ្យអតិថិជនរបស់យើងតែដើម្បីដឹកជញ្ជូនទំនិញហ្នឹងមកដើម្បី clear ទំនិញហ្នឹងបានយើងជា forwarder ឬយើងជា agent យើងទៅ pay on behalf ណាយើង pay on behalf តែបញ្ជាក់ឡើងវិញណាវិក័យប័ត្រត្រូវតែចេញ directly ទៅអតិថិជនរបស់យើងបាទបងនៅពេលដែលយើង pay on behalf ទៅលើវិក័យប័ត្រហ្នឹងយើងត្រូវតែ issue disbursement note មួយទៅអតិថិជនរបស់យើងដើម្បីទារលុយហ្នឹងមកវិញបាទយើងអត់មានចំណេញទេវិក័យប័ត្រក៏អត់មានចេញមកឈ្មោះយើងដែរប៉ុន្តែដោយសារយើងជា forwarder សំខាន់លើ forwarder ហ្នឹងតែម្ដងដោយសារយើងជា forwarder យើងត្រូវតែដោះស្រាយបញ្ហាហ្នឹងយើងត្រូវ pay អាហ្នឹងដើម្បីឲ្យការងារយើងហ្នឹងលឿនអាចដោះស្រាយបានលឿនអញ្ចឹងយើងត្រូវតែ pay ជំនួសហើយយើងចេញវិក័យប័ត្រ disbursement អញ្ចឹងក្នុងន័យនេះពេលដែលយើង pay ជំនួសហ្នឹងអ្វីដែលយើង pay ហ្នឹងamount ដែលយើង pay ហ្នឹងក៏មិនមែនជាចំណូលរបស់យើងដែរត្រឹមត្រូវអូនហើយអ្វីដែលយើងចេញ disbursement note ទៅអតិថិជនរបស់យើងដើម្បី collect លុយហ្នឹងឬក៏ fund ហ្នឹងមកវិញក៏មិនមែនជាចំណូលរបស់យើងដែរត្រឹមត្រូវអូនយើងបងអាចបន្ថែមបន្តិចទៀតដែរប្រសិនបើឧទាហរណ៍ថាយើងជា agent របស់យើងជា exclusive agent របស់ក្រុមហ៊ុនកប៉ាល់នៅក្រៅប្រទេសធម្មតាទេវាមាន collect លុយនៅក្នុងស្រុកខ្មែរបាទដែលយើងជា agent ក្នុងកិច្ចសន្យាយើងអាចថាយើង collect ជំនួសឬក៏យើង pay ជំនួសគាត់អាច pay ក្នុងស្រុកខ្មែរគាត់អាច collect នៅក្នុងស្រុកខ្មែរជំនួសអញ្ចឹងអាហ្នឹងក៏មិនមែនជាចំណូលចំណាយរបស់យើងដែរយើងអាចហៅអាហ្នឹងថាជា reimbursement អូខេបងអញ្ចឹងចុះតើតើជាមួយ reimbursement បងអាចបន្ថែមបន្តិចបានទេបងច្បាប់ឬក៏ប្រកាសបញ្ជាក់ច្បាស់យមន័យរបស់ reimbursement មួយហ្នឹងបើយើងនិយាយពី reimbursement បញ្ជាក់ថាវាយើងត្រូវបាន mark up ចំណេញអូខេ reimbursement មានថាឧទាហរណ៍ថា cost យើង10យើងមាន margin បានคล้ายទៅជា12យើងឆាតទៅជាងនេះអញ្ចឹងបើយើង reimbursement មានថាវិក័យប័ត្រមកយើងផ្ទាល់យើង mark up ចេញទៅវិក័យប័ត្រទៅអតិថិជនមួយទៀតអានឹងคล้ายទៅជា reimbursement បើឧទាហរណ៍ខ្ញុំជា forwarder ខ្ញុំទិញ space និយាយថាទិញ space ចុះឬក៏យើងអាចនិយាយថាទិញកន្លែងដឹកជញ្ជូនពីក្រុមហ៊ុនកប៉ាល់អានេះជា cost របស់ខ្ញុំទិញក្នុងតម្លៃ$1000ដើម្បីដឹកទៅសិង្ហបុរីហើយបងក្រុមហ៊ុនរបស់ខ្ញុំលក់ទៅអតិថិជនរបស់ខ្ញុំស្រុងស្រាប់ខ្ញុំឆាច$1200ដើម្បីយកចំណេញចាអា$1200ហ្នឹងក្នុងដំណើរ process 1000ទៅ1200គេហៅថាជាដំណើរនៃ reimbursement បើយើងនិយាយពី reimbursement ពន្ធដារច្បាស់ហ្មងច្បាស់ថាយើងមាន margin ដែរអញ្ចឹងសំខាន់ពីមុនមក reimbursement យើងសំដៅទៅលើការចេញចូលជំនួសតែច្បាប់និយាយច្បាស់ថាបើយើងនិយាយពី reimbursement គឺគេ focus លើ margin អូខេបងអញ្ចឹងប្រកាសនេះដូចយើងនិយាយនៅក្នុង episode 1ដែរមានការផ្លាស់ប្ដូរទាក់ទងជាមួយ disbursement ហើយនិង reimbursement ត្រឹមត្រូវបាទអញ្ចឹងក្នុងន័យនេះការ pay on behalf ទៅឲ្យអតិថិជនរបស់យើងដែលខាង supplier គាត់ចេញ invoice direct ទៅអាហ្នឹងទៅដូរទៅ completely ទៅ disbursement មកតែបើក្នុងករណីថាយើងមាន mark up មានអីអាហ្នឹងគឺនៅក្នុង reimburse ស្ថិតនៅក្នុង definition របស់ reimbursement បាទបន្តទៅទៀតបងអាចលើកជាគេហៅថា practical example បានទេថាតើការ freight forwarder ហ្នឹងរបៀបម៉េច independent agent ហ្នឹងរបៀបម៉េចឬក៏ brand office ឬក៏ liner ហ្នឹងរបៀបម៉េចដែលគាត់ស៊ីអញ្ចឹងហ៎បងបាទអូនទៅសួរថាតើអ្នកទាំង3ទាំង4 key player យើងហ្នឹងនិយាយថាប្រកាសហ្នឹងគាត់សំដៅទៅឲ្យពួកគាត់ហ្នឹងតើគាត់ជាប់ពន្ធទៅលើអ្វីខ្លះទៅលើ key player ទាំង4ហ្នឹងបើយើងនិយាយជារួមមកមានថាចំណុចសំខាន់គឺនៅកន្លែងហ្នឹងបើខ្ញុំជា forwarder ខ្ញុំជាប់ពន្ធអីខ្លះហ្នឹងបើខ្ញុំជា independent agent ខ្ញុំត្រូវជាប់ពន្ធអីខ្លះជាទូទៅច្បាប់កន្លែងហ្នឹងគេ detail a little bit សំខាន់ទៅលើចំណុចដែលពីមុនមកយើងអត់ធ្លាប់មានខ្ញុំឧទាហរណ៍បើគាត់ជា forwarder ពីមុនប្រសិនបើគាត់ទិញ freight គាត់លក់ freight
អញ្ចឹងអាទិញ freight លក់ freight គាត់មាន margin តាមច្បាប់អា margin ហ្នឹងវាត្រូវជាប់ VAT អូខេ អញ្ចឹងណាមានថាបើបងទិញ10បងលក់12អា2ដែលបងចំណេញវាជាប់ VAT ដល់ឡែកប្រកាស405 405បញ្ជាក់ច្បាស់ទិញ freight លក់ freight គេ consider ថា freight អញ្ចឹងតាមច្បាប់សារពើពន្ធរបស់យើងទិញ freight លក់ freight ក្រៅប្រទេសអត់ជាប់ពន្ធទេអត់ជាប់ VAT ទេអញ្ចឹងកន្លែងហ្នឹងជួយខាង forwarder ដើម្បី clarify ពីការប្រកាសពន្ធរបស់គាត់បានត្រឹមត្រូវជាងមុនអញ្ចឹងពីឥឡូវទៅពីខែមេ2025យើងទៅការទិញ freight ការលក់ freight consider ថា freight មិនជាប់ VAT ទេបាទដោយសារការដឹកជញ្ជូនគឺលក្ខណៈថា cross border ទៅត្រឹម border យើងទេត្រឹមត្រូវជាការដឹកជញ្ជូនក្រៅប្រទេសអូខេដល់ឡែកសម្រាប់ក្រុមសម្រាប់អីគេសម្រាប់independent agent តើគាត់មិនដែរជាទូទៅបើគាត់ជា independent agent នៅពេលគាត់ចុះកិច្ចសន្យាប្រកាសណាគាត់ទទួលបាន commission យើងនិយាយពីថាម៉េចទេថាកម្រៃជើងសារអញ្ចឹងមានន័យថា taxable income គឺទៅលើ commission ហ្នឹងឯងបាទកម្រៃជើងសារគឺទៅលើ commission ដែលគាត់ទទួលបានក្រុមហ៊ុនខ្លះគាត់ទទួលបាន commission បេសទៅតាមvolume នៃការដឹកជញ្ជូនបាទយើងនិយាយពី cross border ដឹកជញ្ជូនក្រុមហ៊ុនខ្លះក៏ទទួលបាន commission បេសទៅតាម container រាប់ number of container គុណលុយយកតែម្ដងចូលប៉ុន្មានចេញប៉ុន្មានក្រុមហ៊ុនខ្លះក៏ទទួលបានជាកលៈ fix commission ដែលគេអាច cover ទៅលើ admin ទៅលើប្រាក់បៀវត្សទៅលើអីចឹងទៅអូខេអញ្ចឹងអា commission ដែលគាត់ទទួលបានហ្នឹងគឺជា taxable income របស់ agent មួយហ្នឹងដល់ឡែកដែលគាត់ pay on behalf ឬក៏ collect on behalf ពីក្រុមហ៊ុនក្រៅប្រទេស let's say គាត់ជា exclusive agent របស់ក្រុមហ៊ុនដឹកជញ្ជូននៅសិង្ហបុរីគាត់ pay on behalf collect on behalf សម្រាប់ក្រុមហ៊ុនសិង្ហបុរីអាអស់ហ្នឹងមិនមែនជាចំណាយឬក៏ជាចំណូលរបស់ agent យើងទេជា disbursement ជា disbursement process only នឹងចង់បញ្ជាក់អូនកន្លែងហ្នឹងបាទបងចុងក្រោយគេគឺតកតងមួយ brand office ឬក៏ liner បងដែលថាតើ taxable income របស់គាត់គឺមានលក្ខណៈរបៀបមិនដែរតើអ្វីដែលជា taxable income របស់គាត់ក៏ពិតបងមុនហ្នឹងបងលើកឡើងហើយថាអាហ្នឹងចាត់ទុកថាជា non resident អញ្ចឹង non resident taxable income របស់គាត់គឺតែ Cambodian source income ទេនេះតែបងដល់ឡែកបើសិនបើគាត់ឧទាហរណ៍គាត់ជា branch office ឬក៏គាត់ជា agent liner គាត់មានការជាប់ពន្ធទៅលើច្បាប់គេដាក់បញ្ជាក់ច្បាស់ហើយថាគាត់ជាប់ពន្ធទៅលើអ្វីមួយដែលគាត់ទទួលបានប្រភពចំណូលនៅក្នុងស្រុកខ្មែររបស់យើងអូខេបងអូខេអញ្ចឹងសរុបរួមមកវិញអ្នកទាំងគ្នាអាចដឹងខ្លះៗហើយពីអ្វីដែលពួកខ្ញុំបានបញ្យល់មិញគឺតកតងជាមួយនឹង tax obligation របស់អ្នកទាំងគ្នាឬក៏ company ទាំងអស់គឺដែលមាន business activity តកតងជាមួយនឹង IWTG ហ្នឹងគឺ depend ទៅតើយើងគឺជា resident ឬក៏ non resident ហើយបន្តមកទៀតក៏បានយល់ក៏បាន understanding ពី role មានន័យថា key role នៅក្នុងការ implement ជាមួយនឹងប្រកាសនឹងដូចគ្នាសម្រាប់ next episode យើងនឹងផ្ដោតសំខាន់ទៅលើថាតើអ្វីដែលយើងចាត់ទុកថាជា income ហើយអ្វីដែលយើងចាត់ទុកថាជាចំណាយដែលអាចកាត់កងបានក៏ដូចជាយើងនឹងពន្យល់បន្ថែមថាតើការគណនាពន្ធទាក់ទងជាមួយនឹង IWTG ហ្នឹងគឺមានលក្ខណៈរបៀបម៉េចដូចគ្នា